โอ้ยហេតុអ្វីក៏ហ៊ានម្លេះណស្ថានីយ៍ចិញ្ចឹមថ្លឹងរយន្តខេត្តកំពង់ធំនៅតែប្រព្រឹត្តសកម្មភាពដដែលដែលការខុបខិតគ្នាជាប្រព័ន្ធស្ងាត់តែពេលថ្ងៃទេបើកដៃឲ្យមាននៅពេលយប់ដឹកយ៉ាងកកឹកកក្រែងតាមបណ្ដោយផ្លូវជាតិលេខ6ដែលកំពុងតែខុបខិតគ្នាជាប្រព័ន្ធតាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋនិងមហាជនគ្រប់ទិសទីអ្នកបើកបររយន្តដឹកទំនិញដំឡូងស្រីនិងថ្មខ្សាច់ឆ្លងកាត់ចិញ្ចឹមយ៉ាងរលូនតែម្ដងដោយអត់រំខានទៅដល់លោកប្រធាននិងអនុប្រធានចិញ្ចឹមថ្លឹងរយន្តតាំងក្រសាំងនេះនោះទេជាក់ស្ដែងដោយក្នុងរូបភាពដែលអង្គភាពសារព័ត៌មានយើងបានប្រមាញ់បានយ៉ាងដូចនេះអញ្ចឹងបើបណ្ដាច់បណ្ដោយឲ្យមានសកម្មភាពបែបនេះតទៅទៀតនោះផ្លូវជាតិលេខ6ច្បាស់ជាខូចខ្ទេចខ្ទីអស់ជាក់ជាមិនខានឡើយផ្សាយចេញពីរាជធានីភ្នំពេញថ្ងៃទី20ខែតុលាឆ្នាំ2025នេះបងប្អូនប្រិយមិត្តជាទីមេត្រីលោកប្រធាននិងអនុប្រធានក្រុមមន្ត្រីស្ថានីយ៍ចិញ្ចឹមថ្លឹងរយន្តឃុំប្រាសាទតាំងក្រសាំងស្រុកសន្ទុកខេត្តកំពង់ធំដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ6ដែលជាស្ថានីយ៍ចិញ្ចឹមថ្លឹងរយន្តនិងត្រួតពិនិត្យបច្ចេកទេសក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពក្នុងការធ្វើដំណើរតាមផ្លូវសាធារណៈនិងទប់ស្កាត់បទល្មើសផ្សេងៗនៅពេលនេះកំពុងតែដេកលងលក់ហើយមើលទៅបណ្ដោយឲ្យក្រុមឈ្មួញដឹកទំនិញសពេញសពងយ៉ាងអនាធិបតេយ្យពីពេញផ្លូវយ៉ាងដូចនេះដោយឡែកតាមប្រភពដែលអង្គភាពសារព័ត៌មានយើងទទួលបានដែលរយន្តឆ្លងកាត់ស្ថានីយ៍ចិញ្ចឹមថ្លឹងរយន្តបានលើកឡើងថាលោកប្រធានមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំកាលពីពេលថ្មីកន្លងទៅនេះលោកបានបណ្ដាច់បណ្ដោយឲ្យប្រធានស្ថានីយ៍ចិញ្ចឹមថ្លឹងរយន្តតាំងក្រសាំងខេត្តកំពង់ធំបានប្រែក្លាយទៅជាស្ថានីយ៍ចិញ្ចឹមថ្លឹងលុយទាំងយប់ទាំងថ្ងៃទៅហើយយ៉ាងអនាធិបតេយ្យតែម្ដងខណៈដែលមានរយន្តខ្នាតធំដឹកទំនិញមានដូចជាដំឡូងស្រូវនិងថ្មខ្សាច់ជាដើមចូលថ្លឹងគ្រាន់តែបំពេញកិច្ចតែប៉ុណ្ណោះយោងតាមល្បឿនរយន្តដែលសារព័ត៌មានរបស់យើងបានប្រមាញ់បានគឺបើកបរដោយអត់ខ្វល់ពីផ្លូវសាធារណៈរងនឹងការខូចខាតដោយសារតែរយន្តដឹកទំនិញមួយចំនួនតូចមិនគោរពសាលាចរណែនាំរបស់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនតទៅសោះនោះតាមប្រភពពីប្រជាពលរដ្ឋដែលជាឈ្មួញដឹកទំនិញបានខ្សឹបប្រាប់មកកាន់អង្គភាពសារព័ត៌មានអាស៊ីនដេលីរបស់យើងឲ្យដឹងថាមន្ត្រីជញ្ជីងនិងឈ្មួញដឹកទំនិញគ្រប់ប្រភេទឲ្យតែជាប្រភេទឡានធុនធំដឹកលើគីឡូស្តង់ដាដែលជញ្ជីងកំណត់ឲ្យនោះគឺមានក្រុមឈ្មួញដែលជាអ្នករត់ការជាមួយទៅនឹងមន្ត្រីជញ្ជីងរួចស្រេចទៅហើយគ្រាន់តែចូលឆ្លងកាត់ជញ្ជីងមិនបាច់ថ្លឹងក៏បើកឆ្លងកាត់ទៅមុខបានដែរហេតុអ្វីទៅបងប្អូនអង្គភាពសារព័ត៌មានអាស៊ីនដេលីរបស់យើងមិនអាចសុំការបំភ្លឺពីសំណាក់លោកប្រធានជញ្ជីងនិងប្រធានមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំបាន